ព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation បាទ The Nation បានរាយការណ៍ខ្ញុំដាក់ចំណងជើងបន្ថែមទេហើយនេះជាចំណងជើងដើមរបស់ខាងប្រទេសរបស់កាសែត The Nation កាសែត The Nation គាត់ដាក់ថាគឺនាយករដ្ឋមន្ត្រីថៃហ្នឹងគឺបាននិយាយថាអធិបតេយ្យភាពរបស់ប្រទេសថៃហ្នឹងគឺมันអាចចរចាបានទេបាទក្រោយពីគាត់បានធ្វើដំណើរបែបការទូតណាដំណើរការទូតទៅប្រទេសបារាំងដើម្បីជំរុញពាក់ព័ន្ធជាមួយនឹងបញ្ហាព្រំដែននោះក៏ប៉ុន្តែនៅក្នុងសម្ដីរបស់គាត់នោះគឺគាត់និយាយបាទដោយនិយាយលែងផ្ដោតតម្លៃទៅលើផែនទីដែលបន្សល់ពីសម័យអាណានិគមបារាំងបាទបើចឹងខ្ញុំសូមដកស្រង់សេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation ដែលទើបតែចេញផ្សាយមុននេះបន្តិចមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នានាយករដ្ឋមន្ត្រីថៃលោកអនុทิនឆាន់វីរគុលបានបញ្ជាក់យ៉ាងច្បាស់នៅជំហររបស់ប្រទេសថៃតាក់ទងជាមួយនឹងអធិបតេយ្យភាពទឹកដីរបស់ប្រទេសថៃដោយបានប្រកាសថាផែនទីសម័យអាណានិគមគឺដែលប្រើមាត្រដ្ឋាននោះដែលត្រូវបានប្រទេសកម្ពុជាប្រើប្រាស់ក្នុងការផ្ដល់ការទាមទារបញ្ហាព្រំដែនរបស់ខ្លួននោះគឺលែងមានតម្លៃទៀតហើយសម្រាប់រដ្ឋបាលរបស់ថៃនៅពេលនេះបាទភាសាអង់គ្លេសដែលកាសែតនេះប្រើក៏ប្រើថា no longer exist បាទអញ្ចឹងគឺបានន័យថាលែងមានទៀតហើយបាទប៉ុន្តែដល់ពេលពាក្យខ្មែរថែមឲ្យវាមានណែងណៅទៀតគឺលែងមានតម្លៃទៀតហើយដោយបាននិយាយប្រាប់អ្នកសារព័ត៌មាននៅក្បែរក្នុងអំឡុងពេលនៃការធ្វើដំណើរទៅដល់ចូលរួមនៅក្នុងពិព័រណ៍មួយនៅក្នុងប្រទេសថៃដែលហៅថា Thai Fex នោះឆ្នាំ Asia ឆ្នាំ2026នាយករដ្ឋមន្ត្រីបានបង្ហាញអំពីលទ្ធផលលម្អិតនៃដំណើរបេសកកម្មការទូតជាន់ខ្ពស់តែម្ដងនាពេលថ្មីនេះរបស់លោកទៅប្រទេសបារាំងដែលនៅទីនោះគឺលោកបានជួបចរចាកម្រិតខ្ពស់តែម្ដងជាមួយនឹងប្រធានាធិបតីបារាំងលោក Emmanuel Macron ហើយនឹងមន្ត្រីសំខាន់ផ្សេងទៀតនៅឯទីស្នាក់ការរបស់អង្គការ UNESCO នៅក្នុងប្រទេសបារាំងគោលបំណងសំខាន់នៃបេសកកម្មនេះគឺដើម្បីបញ្ជាក់អំពីការយល់ច្រឡំជាអន្តរជាតិពាក់ព័ន្ធជាមួយនឹងបញ្ហាព្រំដែនរបស់ប្រទេសថៃហើយក៏ដូចជាបានលើកឡើងនៅចំនួននាពេលថ្មីនេះតាមបណ្ដោយព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃពាក់ព័ន្ធនឹងខ្សែបន្ទាត់ព្រំដែនចំណុចទី1គឺពាក់ព័ន្ធជាមួយនឹងការខុសគ្នានៃផែនទីនៅបញ្ហាដែលសំខាន់គឺតាក់ទងជាមួយនឹងក្របខ័ណ្ឌនៃការប្រើប្រាស់បាទផែនទីដើម្បីកំណត់ព្រំដែនរវាងប្រទេសទាំងពីរបាទជាប្រវត្តិសាស្ត្រប្រទេសកម្ពុជាបានពឹងផ្អែកទៅលើផែនទីដែលបន្សល់ពីសម័យអាណានិគមបារាំងដែលបានគូសដោយឈរទៅលើមាត្រដ្ឋាន1លើ200,000នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីថៃគឺលោកបានបដិសេធចោលទាំងស្រុងតែម្ដងនៅការប្រើប្រាស់នេះបាទនេះបើតាមការរាយការណ៍របស់កាសែត The Nation ហើយកាសែត The Nation បានដកស្រង់សម្ដីដើមរបស់លោកអនុทิនដែលខ្ញុំសូមបកប្រែបន្តពីអង់គ្លេសមកខ្មែរបាទគឺលោកអនុทิនបានមានប្រសាសន៍ថាប្រទេសថៃប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះប្រព័ន្ធបច្ចេកទេសដែលបានបង្កើតឡើងរបស់យើងនិងការសន្និដ្ឋានទ្វេភាគីដែលមានស្រាប់បាទឬក៏ការបញ្ចប់ទ្វេភាគីដែលមានស្រាប់សំណើពីភាគីខាងក្រៅតាក់ទងនឹងផែនទីប្រវត្តិសាស្ត្ររបស់បារាំងមិនមានឥទ្ធិពលទេចំពោះប្រទេសថៃមាត្រដ្ឋាន1លើ200,000លែងមានទៀតហើយឬក៏លែងមានតម្លៃទៀតហើយប្រសិនបើនរណាម្នាក់ចង់អនុវត្តមាត្រដ្ឋាននោះពួកគេកំពុងសម្លឹងមើលប្រទេសផ្សេងទាំងស្រុងបាទនេះគឺជាសម្ដីដើមរបស់លោកអនុทิនដែលសារព័ត៌មាន The Nation បានចុះផ្សាយនៅថ្ងៃទី27ខែឧសភាឆ្នាំ2026នាយករដ្ឋមន្ត្រីបានបកស្រាយពន្យល់ថានាពេលថ្មីនេះគឺប្រទេសថៃបានប្រើប្រាស់នៅផែនទីដែលមានលក្ខណៈសុក្រិតខ្ពស់គឺ1លើខ្នាត50,000បាទដើម្បីកំណត់ផែនទីជាក់លាក់ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ
គឺលោកបាននៅតែបញ្ជាក់ថារដ្ឋាភិបាលរបស់លោកនៅតែបើកចំហនៅក្នុងការផ្ទៀងផ្ទាត់លក្ខណៈបច្ចេកទេសប្រកបដោយតម្លាភាពប្រសិនបើការកំណត់មានឲ្យផែនទីនេះនៅតែមានការមន្ទិលសង្ស័យរវាងប្រទេសជិតខាងទាំងពីរបាទនេះគឺជាអ្វីដែលសារព័ត៌មានបានផ្សាយណាអញ្ចឹងខ្ញុំសូមបន្ថែមមតិនៅកន្លែងនឹងតិចគឺបានន័យថាគាត់និយាយមកបើដូចជាខ្លាំងប៉ុន្តែបិទទៅវិញដោយបាទទុកច្រកដែរបាទអញ្ចឹងបានន័យថាសម្រាប់ខ្ញុំយល់ថានេះជាវោហារសាស្ត្រនយោបាយរបស់គាត់ដើម្បីអ្នកស្ដាប់របស់គាត់នៅក្នុងប្រទេសច្រើនជាងបាទអញ្ចឹងណាបាទអញ្ចឹងយ៉ាងណាក៏ដោយគឺបើកាលណាគាត់ឈរលើផែនទីខ្នាត50ពាន់នេះគឺបើជារឿងមួយដែលកម្ពុជាទៅតាវ៉ាដើម្បីឲ្យបានភាពជាក់លាក់ពីព្រោះ1លើ50ពាន់នេះជាផែនទីឯកតោភាគីរបស់គាត់បាទសូមបិទមកវិញហើយចំណុចទី2គឺតកតងជាមួយនឹងខាងការទាមទារឲ្យអង្គការ UNESCO មានអភិជាក្រិតភាពបាទសារព័ត៌មាន The Nation កាលពីម្សិលមិញក៏បានរៀបរាប់យ៉ាងលម្អិតផងដែរណាបាទខ្ញុំសូមមិនយកចំណុចហ្នឹងមកនិយាយម្ដងទៀតទេគឺគាត់បាននិយាយម្ដងទៀតហើយកសែត The Nation បានចុះផ្សាយម្ដងទៀតបាទគឺតកតងជាមួយនឹងការដែលគាត់ថាគាត់បានទៅជួបជាមួយនឹងអង្គការ UNESCO ហើយទាមទារឲ្យអង្គការ UNESCO រក្សានៅអភិជាក្រិតភាពរបស់ខ្លួននៅក្នុងការដោះស្រាយបញ្ហាជាមួយនឹងប្រទេសកម្ពុជានិងប្រទេសថៃនេះតាក់ទងជាមួយនឹងប្រាសាទបុរាណបាទដោយគាត់បាននិយាយថាគឺបាននៅខាងភាគីថៃនឹងឲ្យទៅមើលខាងនឹងផងគឺក៏មានការខូចខាតដែរបាទអញ្ចឹងណាបាទអញ្ចឹងខ្ញុំសូមមិននិយាយទៅដល់កន្លែងហ្នឹងទេគឺសូមជូនតែប៉ុណ្ណេះបាទប៉ុន្តែគាត់សូមបើកមុខកញ្ចក់បន្តិចគឺប្រាសាទបុរាណដែលគាត់ថាខូចខាតហ្នឹងសង្ឃឹមថាគាត់មិនមែនយកប្រាសាទខ្មែរដូចជាប្រាសាទតាកបីតាអីហ្នឹងបាទទៅឲ្យ UNESCO មើលឲ្យថាខូចប្រាសាទហ្នឹងគឺជាប្រាសាទរបស់ថៃទេណាមិនមែនសង្ឃឹមថាមិនអញ្ចឹងចុះបាទពីព្រោះអីប្រាសាទហ្នឹងវារបស់ខ្មែរហើយអ្នកដែលបំផ្លាញហ្នឹងគឺគាត់ខ្លួនឯងដែរអញ្ចឹងណាបាទសូមបិទមុខកញ្ចក់មកវិញបាទហើយបន្តនៅក្នុងសេចក្តីរាយការណ៍ហ្នឹងគឺសារព័ត៌មាន The Nation មិនទាន់បញ្ចប់ទេបញ្ចប់ដោយចំណុចទី3គឺតកតងជាមួយនឹងការនិយាយពីបញ្ហាព្រំដែនហ្នឹងគឺបាទតកតងជាមួយនឹងការចរចាបាទចរចាបញ្ហាព្រំដែនរវាងកម្ពុជាហើយនិងថៃហ្នឹងគឺនាយករដ្ឋមន្ត្រីថៃគាត់បានផ្ដល់សញ្ញាថាគាត់ចង់ឲ្យមានលក្ខណៈបាទជាក់ច្បាស់ច្រើននៅក្នុងការចរចាជាមួយនឹងប្រទេសកម្ពុជាគឺផ្ដោតទៅលើបាទគាត់ប្រាប់ពាក្យថាគឺត្រូវតែមានការចរចាទៅវិញទៅមកទ្វេភាគីទាំងមិនមែននិយាយតែមួយខាងគេទេគឺត្រូវតែមានទាំងសងខាងហ្នឹងទី1ហើយទី2គាត់ថាត្រូវផ្ដោតទៅលើលទ្ធផលជាសំខាន់បាទជាសំខាន់តែម្ដងបាទនេះបើតាមការរាយការណ៍ហើយកាសែត Nation បានដកសងសម្ដីផ្ទាល់របស់គាត់បាននិយាយថាគាត់បានចេញសេចក្តីណែនាំបាទទៅដល់ក្រមចរចារបស់ថៃនឹងថាឲ្យច្បាស់តែម្ដងថាការចរចាណាមួយត្រូវតែផ្ដោតទៅលើលទ្ធផលជាក់ស្ដែងសម្រាប់សាធារណជនហើយគឺយើងនឹងមិនចរចាដោយមិនគ្មានទីបញ្ចប់នោះទេហើយមិនបានលទ្ធផលអ្វីនោះទេបាទកិច្ចប្រជុំត្រូវតែមានលទ្ធផលដើម្បីឲ្យបានឃើញបាទគឺមិនមែនជួបប្រជុំគឺដើម្បីតែពន្យាពេលរកដំណោះស្រាយមិនឃើញជារៀងរហូតនោះឡើយបាទនេះបើតាមការបញ្ចប់របស់លោកអនុทิនដោយបានសង្កត់ធ្ងន់ថាគឺការទូតពិតប្រាកដគឺទាមទារឲ្យមានការគោរពគ្នាទៅវិញទៅមកការទុកចិត្តគ្នាទៅវិញទៅមកបាទជាជាងការធ្វើកាយវិការតែបាទសើតែឬក៏និយាយតែបបោមាត់បាទនេះគឺជាអ្វីដែលសារព័ត៌មានបានរាយការណ៍ណាបាទអញ្ចឹងដូច្នេះបើសិនជាសុំមតិបន្ថែមទៀតចុងក្រោយបើផ្អែកទៅលើអ្វីដែលលោកអនុทิននិយាយចុងក្រោយនេះគឺបាទដូចដែលខ្ញុំបាននិយាយពីខាងដើមនេះគឺជាសារនយោបាយសុទ្ធសាធតែម្ដងបាទគឺគាត់ប្រាប់ពាក្យថា talks must yield tangible results for the public បាទសម្រាប់សាធារណជនបាទឃើញទេបាទអញ្ចឹងបានន័យថាគាត់និយាយដើម្បីឲ្យពិរោះតិចប៉ុន្តែគាត់ពិរោះតិចមែនប៉ុន្តែគាត់បន្លំយកដីខ្មែរអញ្ចឹងគឺយើងត្រូវប្រយ័ត្នប្រយែងផងដែរបាទសូមបញ្ចប់ព័ត៌មានទី2នេះត្រឹមប៉ុណ្ណេះបាទរៀងវែងតិចណាបាទឥឡូវចូលដល់លោកការទូតរបស់ថៃថ្លែងនៅក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិម្ដងបាទគឺ
ខាងភាគីកម្ពុជាបានថ្លែងកាលពីម្សិលមិញហើយខ្ញុំបានជម្រាបជូនហើយដូច្នេះតើលោកសៀស័កភូមិកិត្តកែវគាត់ឆ្លើយថាម៉េចគាត់ថាគាត់ប្រាប់ទៅដល់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិហ្នឹងគឺថាប្រទេសថៃមិនដែលទាមទារយកទឹកដីប្រទេសណាមួយឡើយបើអញ្ចឹងខ្ញុំសូមមិនជូនលម្អិតទេខ្ញុំសូមជូនចំណុចសង្ខេបតែម្ដងជូនប្រិយមិត្តទាំងអស់គ្នាពីព្រោះសារព័ត៌មាននេះបានរាយការណ៍វែងណាបាទអញ្ចឹងគឺចំណុចសំខាន់ដែលលោកសៀស័កភូមិកិត្តកែវបានលើកឡើងនោះគឺមានដូចតទៅគឺចំណុចទី1គាត់បានជម្រាបទៅដល់កិច្ចពិភាក្សាចំហរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិនេះថាគឺប្រទេសថៃគឺមិនដែលទាមទារបាទព្យាយាមទាមទារយកទឹកដីនៃប្រទេសដទៃណាមួយឡើយបាទនេះគឺចំណុចទី1ដែលគាត់និយាយអញ្ចឹងណាបាទហើយចំណុចទី2គាត់និយាយថាសេចក្តីប្រកាសដែលគាត់ធ្វើនេះគឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងតំណាងរបស់ប្រទេសកម្ពុជាបាទគឺបានន័យថាលោករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកប្រាក់សុខុនលោកបានថ្លែងនោះគឺដែលកម្ពុជានេះគឺបានលើកឡើងអំពីចំនួនរវាងកម្ពុជាហើយនិងថៃហើយនឹងបញ្ហាទឹកដីបាទក្នុងអំឡុងពេលកិច្ចប្រជុំហ្នឹងអញ្ចឹងប្រិមិត្តបានដឹងហើយគឺលោកប្រាក់សុខុនបានលើកឡើងអំពីបញ្ហាហ្នឹងវែងអញ្ចឹងសូមអញ្ជើញទៅអានចង់ដឹងលម្អិតទៅអានសេចក្តីសន្ទរកថាដែលខាងក្រសួងគាត់បានចេះចុះផ្សាយខ្ញុំសូមមិនដកយកមកជម្រាបជូនប្រិមិត្តទេណាហើយចំណុចទី3ហ្នឹងគឺលោកសៀស័កគាត់បានបញ្ជាក់សង្កត់ធ្ងន់នៅទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរហើយនឹងការចម្រើនទៅមុខទៅលើបញ្ហាជាច្រើនតាក់ទងជាមួយនឹងការកំណត់ព្រំដែនខណ្ឌសីមារវាងប្រទេសទាំងពីរហ្នឹងគឺត្រូវដំណើរការទៅមុខត្រូវតែដំណើរការទៅមុខដោយគាត់បានបញ្ជាក់ថាកម្ពុជានឹងត្រូវតែឈប់ចោទប្រកាន់ប្រទេសថៃហើយនឹងធ្វើសកម្មភាពណាដែលមិនមានលក្ខណៈស្ថាបនានោះឡើយបាទហើយចុងក្រោយគឺគាត់បានបញ្ជាក់ថាគឺប្រទេសថៃមានការបដិញ្ញាចិត្តជាថ្មីម្ដងទៀតនៅក្នុងការគោរពតាមកិច្ចព្រមព្រៀងជប់បាញ់គ្នាជាមួយនឹងកម្ពុជាក៏ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថាការដែលមានសន្តិភាពយូរអង្វែងគឺទាមទារឲ្យមានកិច្ចសហប្រតិបត្តិការដោយសុទ្ធចិត្តស្មោះស្ម័គ្របាទហើយនឹងគឺបញ្ឈប់នៅការប្រើប្រាស់វោហារសាសនាដែលមានលក្ខណៈមិនស្ថាបនានោះទេជាពិសេសប្រើប្រាស់នៅឯវេទិកាអន្តរជាតិដូចនេះបាទចាំបានន័យថាគាត់ចង់យកដៃខ្ទប់មាត់រដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាបាទអញ្ចឹងនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation ណាដែលសង្ខេបខ្ញុំសូមសង្ខេបជូនប៉ុណ្ណឹងបាទពីព្រោះអីប្រិមិត្តយប់ទៅហើយណាបាទបើចឹងសូមអរគុណច្រើនបាទសម្រាប់អ្នកដែលចូលមកស្ដាប់ព័ត៌មានការចែករំលែកព័ត៌មានអន្តរជាតិដែលខ្ញុំរៀបចំជូនប្រិមិត្តនៅពេលនេះគឺបាទសូមចប់តែប៉ុណ្ណេះបាទសម្រាប់អ្នកនៅកម្ពុជារាត្រីសួស្តី